នសួស្តីមេសួរអស់លោកអ្នកនាងកញ្ញាមាននិយាយថាអ្នកស្ដាប់កម្មវិធីកពិតប្រទេសខ្មាំងជាទីគោរពនេះជានីតិកពិតប្រទេសខ្មាំងคลิปទី3ថ្ងៃទី20មីនាឆ្នាំ2026បន្តរឿងចំជប់អន្ទាក់ហើយចំដាក់អន្ទាក់ដែរអាហ្នឹងអញ្ចឹងណាអ៊ំចាប់ដើមដោយបង្ហាញរឿងនេះពីបង្ហាញរឿងនេះអំពីបង្ហាញរឿងនេះអំពី visual សរុបហ្នឹងគឺថាឃើញព័ត៌មានថាអ៊ីស្រាអែលបានវាយប្រហារទៅលើយើងហៅថាតំបន់អណ្ដូង gas ដ៏សំខាន់របស់អ៊ីរ៉ង់ក្រោយពេលដែលអាមេរិកបានកំទេចរចនាសម្ព័ន្ធខាងទាហានខាងអីសន្តិសុខអីណាទាំងអស់នៅលើកោះខាកបាននិយាយកោះខាកហ្នឹងគឺជាកន្លែងដែលគេហៅថាបញ្ចេញប្រេងបូមចេញបូមចូលទៅកប៉ាល់របស់អ៊ីរ៉ង់នឹងឯងចាំបានកំទេចអាហ្នឹងរចនាសម្ព័ន្ធខាងក្រៅឯងក៏ប៉ុន្តែបង្ហាញទៀតថាអត់វាយអាធុងសាំងអត់វាយអាអណ្ដូងប្រេងទេអត់ដូចគ្នាជំនាន់អ៊ីរ៉ាក់ណាពេលជំនាន់ទីក្រៀមគុយវេតឆ្នាំ1991ណាអ៊ីរ៉ាក់នៅពេលដែលចាញ់ហើយនឹងឯងចាប់ដើមដកថយទៅនឹងវាដុតអណ្ដូងប្រេងទាំងអស់របស់គុយវេតនឹងឯងហូរហែតាមនឹងឯងសន្ធោគឺបំផ្លាញរចនាសម្ព័ន្ធស៊ីវិលអានឹងគេហៅថាអញ្ចឹងឥឡូវគេចែកអញ្ចឹងនៅក្នុងរឿងសង្គ្រាមនេះបង្ហាញអំពីការបំផ្លាញរចនាសម្ព័ន្ធរបស់ស៊ីវិលដែលជាសរសៃសរសងជីវិតរបស់ប្រជារាស្ត្រនៅក្នុងស្អីក៏ដែរដែលពាក់ព័ន្ធទៅអាហ្នឹងមិនមែនជាបំផ្លាញបន្ទាយទាហានអ្វីដែលពាក់ព័ន្ធទៅនឹងនេះឯងអានឹងអត់ទេគឺទុកអាហ្នឹងគឺច្បាស់ចឹងហើយណាដល់ច្បាស់ចឹងហើយស្រាប់តែអ៊ីស្រាអែលវាយgas field ហ្នឹងគេហៅថា gas field ហ្នឹងតំបន់អណ្ដូង gas ដ៏សំខាន់របស់បករ៉េមកជាហៀងហើយនឹងអ៊ីរ៉ង់មកជាហៀងអ៊ីស្រាអែលស្រាប់តែវាយអាហ្នឹងហើយដល់វាយអាហ្នឹងទៅប្រតិកម្មពីពេញតំបន់អារ៉ាប់ផ្សេងនឹងគេថាអូអ៊ីស្រាអែលណែធ្វើនឹងឯងគ្រោះថ្នាក់ណាស់ណែមិនត្រូវធ្វើអញ្ចឹងអីណាគេនាំគ្នាថ្កោលទោសអ៊ីស្រាអែលហើយដល់អញ្ចឹងទៅឃើញក្មួយពិបុលដាក់សួរថាណែមិនដឹងជាយុទ្ធសាស្ត្រមែនតែនក្នុងរឿងវាយប្រហារទៅលើ gas field របស់អ៊ីរ៉ង់នឹងដែលអ៊ីស្រាអែលធ្វើនឹងឬក៏ជាយុទ្ធសាស្ត្រផ្លត់ជើងផ្លត់ដៃឬក៏ជាយុទ្ធសាស្ត្រអ៊ំឃើញអានឹងដំបូងនោះអ៊ំថា50ប៉ុន្តែដល់ឥឡូវនេះទៅអ៊ំឃើញថាអូជាយុទ្ធសាស្ត្ររបស់ច្រំបងប្អូនមើលណាគឺជារឿងខុសសម្បើមណាស់ប្រសិននៅពេលដែលអ៊ីស្រាអែលវាយប្រហារទៅលើរចនាសម្ព័ន្ធស៊ីវិលដែលធនធាតុប្រេងឥន្ធនៈរបស់អ៊ីរ៉ង់នឹងត្រូវបានអ៊ីស្រាអែលវាយប្រហារហ្នឹងគឺជារឿងខុសធ្ងន់ធ្ងរណាស់គេបានធ្វើការថ្កោលទោសគ្រប់គ្នាហើយចំក៏បានចេញសេចក្តីថ្លែងការណ៍ថាយើងអត់បានដឹងផងអារឿងហ្នឹងណែអ៊ីស្រាអែលធ្វើហ្នឹងគឺណែចូលហួរហើយក៏ហាមអ៊ីស្រាអែលថាណែអត់ឲ្យធ្វើយ៉ាងទៀតទេណា
ចំថាអញ្ចឹងណាបងប្អូនឃើញទេចំថាអញ្ចឹងណាហាមអ៊ីស្រាអែលឲ្យទៅទៀតទេណាក៏ប៉ុន្តែក្រោយពេលដែលអ៊ីស្រាអែលវាយអានឹងហើយអ៊ីរ៉ង់ក៏បានដៃអ៊ីស្រាអែលដាក់រចនាសម្ព័ន្ធធនធានធម្មជាតិនៅកាតានៅកាតាចឹងឯងកាតារបស់ក្រែងឈ្មោះអស់នឹងបើសិនបើអ៊ំថាខកបងប្អូនសុំកុំប្រកាន់គាត់ឲ្យដឹងថាអ៊ំបង្ហាញអំពីយុទ្ធសាស្ត្រនឹងរបៀបណាដើម្បីពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រហ្នឹងដែលធ្វើឲ្យផ្អើលពេញពិភពលោកខាងអារ៉ាប់ហ្នឹងគេនាំគ្នាស្កល់ទោសអ៊ីរ៉ង់វិញណាអ៊ីរ៉ង់វាយអានឹងបករ៉ែងរបស់កាតាហ្នឹងគឺថាជារឿងដែលបំពេញឆ្លងកាត់ខ្សែបន្ទាត់ក្រហមអីណាចឹងណាអូខេតាមវត្តទៅណាអ៊ំនិយាយបង្ហាញពីរឿងហ្នឹងបានអ៊ំឃើញថាអូគឺជាយុទ្ធសាស្ត្រដ៏វាងវៃមិនបានដេថាជោគជ័យទាំងអស់នៅឡើយទេគាត់បង្ហាញថាគឺជាយុទ្ធសាស្ត្រដ៏វាងវៃហ្នឹងពីព្រោះដល់អញ្ចឹងហើយហ្នឹងបានផ្អើលពិភពលោកឲ្យផ្អើលដល់អឺរ៉ុបបងប្អូនចាំទេដែលប្រហែលថ្ងៃមុននៅក្រោយពេលដែលអាមេរិកថាអង់គ្លេសអត់ព្រមចូលរួមហើយឥឡូវហ្នឹងអង់គ្លេសអត់ព្រមចូលរួមដល់ឥឡូវហ្នឹងអង់គ្លេសថាបញ្ជូននាវាចម្បាំងមកហ្នឹងចំថាមិនបាច់ទេអត់ត្រូវការមនុស្សចូលពេលអញឈ្នះហើយនឹងអីណាចឹងអ៊ំថាអត់ល្អទេនោះមកមុនចាំទេអាហ្នឹងដល់តែពេលរងវាយកថារចនាសម្ព័ន្ធធនធានធម្មជាតិរបស់ប្រទេសហ្នឹងដែលពាក់ព័ន្ធទៅនឹងសន្តិសុខនិងសេដ្ឋកិច្ចរបស់ពិភពលោកយ៉ាងធំជាពិសេសរបស់អាស៊ីរបស់ចិនរបស់ជប៉ុនរបស់ថៃរបស់ខ្មែររបស់យើងបើលាកឲ្យប៉ះពាល់ទាំងអស់ពួកអាផ្លូវហ្នឹងយើងទទួលប្រេងមកបានពីខាងផ្លូវហ្នឹងស្រាប់តាបងប្អូនឃើញណាឃើញយុទ្ធសាស្ត្រស្រាប់តាមុននឹងច្រំអំពាវនាវថាឲ្យពពួកនេតូពពួកសម្ព័ន្ធមិត្តនេតូរួមទាំងមិនមែននេតូនឹងគឺរួមទាំងចិនជប៉ុនកូរ៉េខាងត្បូងនឹងឯងឲ្យចូលរួមការពារយុទ្ធសាស្ត្រការពារផ្លូវទឹកដ៏សំខាន់របស់ធម្មពលពិភពលោកនៅច្រកហូមូនហ្នឹងស្រាប់តែយើងឃើញអឺរ៉ុបគេប្រកែកគេអត់ខុសទេគេថាគេអត់ខុសទេពីព្រោះនេះមិនមែនជាសង្គ្រាមរបស់យើងទេជាសង្គ្រាមរបស់អ្នកឯងជាសង្គ្រាមរបស់អាមេរិកអ្នកឯងធ្វើទេដល់ហើយហៅយើងទៅចូលរួមចូលដៃហ្នឹងណាយើងអត់ទៅទេបងប្អូនឃើញអាព័ត៌មានហ្នឹងច្បាស់លាស់ណាគេអត់ទៅទេណាគេអត់ធ្វើទេគេថាគេប្រកែកគេថាគេអត់ធ្វើទេគាត់គេប្រកែកគេថាអត់ធ្វើផ្លែតព័ត៌មានមួយចំនួនអ្នកធ្វើ commentator មួយចំនួនបានបង្ហាញថាអ៊ំនិយាយសិនថាពួកអឺរ៉ុបចិនអត់ឆ្លើយកូរ៉េខាងត្បូងក៏ណាជប៉ុនក៏អត់ណែរៀងនិយាយទៅវាដូចថាវាពិបាកថាបាក់ឆ្លើយបាក់និយាយដល់ចឹងយើងឃើញថាអូមែនចំតែឯងប្រាជ័យហើយពីព្រោះណែពួកហ្នឹងគេអត់ចូលដៃទេហើយគេនាំគ្នាស្កល់ទោសថាឃើញទេអាចំគឺអានឹងប្រហើតែខ្លួនឯងអានឹងជាញ៉ាំអត់ដឹងអីខ្លួនឯងទេមើលគេអត់មានយល់ស្របទាំងអស់គ្នាគេអត់មានយល់ស្របទេព័ត៌មានហ្នឹងឃើញថាដុនដាបសម្បើមែនចឹងណាដុនដាបសម្បើមែនតែស្រាប់តែអ៊ីរ៉ង់វាយកថាភ្លាមស្រាប់តែឥឡូវព្រឹកឡើងនេះអ៊ំក្រោកមកហ្នឹងឃើញព័ត៌មានថាដូចតាមសាមិញងាកមកព័ត៌មានអ៊ំអត់បានធ្វើទេសាមិញណាថ្ងៃនេះគាត់បង្ហាញនេះឃើញព័ត៌មានគេថាឃើញទេខាង NATO បាន
រណាប់វិញហើយខាងនេតូសម្ព័ន្ធមិត្តខាងនេតូអង់គ្លេសអាល្លឺម៉ង់បារាំងអ៊ីតាលីបានចេញសេចក្តីថ្លែងការណ៍រួមថាឥឡូវយើងបានរៀបចំខ្លួនហើយនឹងចូលរួមធ្វើយុទ្ធនាការការពារច្រកផ្លូវហូម៉ូតដែលអត់មានពាក់ព័ន្ធជាមួយនឹងសង្គ្រាមទេក្រោយពេលដែលក្រោយពេលដែលនេះឯងនិយាយចឹងហើយហ្នឹងស្រាប់ថាសម្ព័ន្ធ NATO បាននិយាយថាអញ្ចឹងកូរ៉េខាងជើងកូរ៉េខាងត្បូងនៅស្ងាត់មាត់ទេណាកូរ៉េខាងជើងនៅស្ងាត់មាត់ទេចិននៅស្ងាត់មាត់ទេចិននៅឈរចាំមើលអត់ឆ្លើយដូចថាមិនតាន់ដល់ពេលចិនក៏ឆ្លើយទេក៏ប៉ុន្តែ NATO អឺរ៉ុបនឹងបានអានេះគឺក្នុងន័យថាអូខេខ្ញុំយល់ស្រាប់ហើយខ្ញុំត្រូវធ្វើតែពីព្រោះគាត់ត្រូវតែធ្វើពីព្រោះមិនមែនអាចរកអស់ហ្នឹងណាមិនមែនតែយុទ្ធសាស្ត្រប្រេងនឹងឯងទៅអាស៊ីទេបងប្អូនអឺរ៉ុបហ្នឹងក៏ប្រើអាហ្នឹងជាច្រើនអ៊ំផ្លេចភាគរយហ្នឹងហើយមិននិយាយទេគ្រាន់តែវាសំខាន់នោះក្រៃណាសំខាន់ដល់អឺរ៉ុបហើយពាក់ព័ន្ធទៅឥឡូវនេះអឺរ៉ុបហ្នឹងប្រេងឡើងថ្លៃដល់ពាក់កណ្ដាលហើយអាឃ្លីបមុនអូបាននិយាយថាអ៊ីរ៉ង់នឹងបានជោគជ័យអានេះតាមការខមមិនរបស់ Robert ជប៉ុនអ៊ំផ្លេចឈ្មោះទៀតហើយដែលនិយាយដែលគាត់និយាយថាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់មិនមែនដើម្បីឈ្នះសង្គ្រាមទេព្រោះដឹងថាវាយចំមុខជាមួយនឹងអាមេរិកអត់បានទេដល់ហើយនឹងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ត្រឹមត្រូវហើយធ្វើយ៉ាងណាឲ្យសង្គ្រាមបើអ្នកឯងឈ្នះហ្នឹងក៏ឈ្នះដោយអស់តម្លៃខ្ពស់ណាស់គឺប្រេងឥន្ធនៈនឹងឡើងដល់200មួយធុងហើយមតិមហាជនរបស់ពិភពលោករបស់អាមេរិកនឹងប្រឆាំងនឹង Donald Trump ឃើញឈ្នះទេអាហ្នឹងអញ្ចឹងមិញដែលអ៊ំនិយាយសនេរ៉ូមិញឥឡូវនេះ NATO ស្រាប់តែព្រមព្រៀងថានឹងចូលមកធ្វើសហប្រតិបត្តិការដើម្បីបើកច្រកហូម៉ូតនឹងហើយណាអាហ្នឹងនឹងចូលមកហើយណាអូខេហ្នឹងបានឈ្នះខាងច្រំវិញហើយណាក៏ប៉ុន្តែអ្វីដែលសំខាន់នឹងឯងជប៉ុនដែលអ៊ំរងចាំមើលថាជប៉ុននឹងមិនអញ្ចឹងដូចជាមិនសមសោះជប៉ុនហើយបានអ៊ំនឹកឃើញថាបាក់ដែរជប៉ុនណាគ្នាទោះបីយល់ស្របយ៉ាងណាក៏ជប៉ុនមិនអាចជប៉ុនបងប្អូនឃើញស្រាប់ហើយនយោបាយគេទន់ភ្លន់រហូតទោះបីគេអត់ចូលចិត្តយ៉ាងណាក៏គេនៅតែទោះបីគេមិនចូលចិត្តយ៉ាងណាក៏គេនៅតែត្រូវការជាចាំបាច់នៅប្រទេសដែលលក់ប្រេងឲ្យគេនឹងទាំងឡាយអត់មានឃើញនិយាយអីសោះអ៊ំគិតថាជប៉ុនខំពឹងកិច្ចអានឹងវានយោបាយរបស់ជប៉ុនដឹងស្រាប់ហើយតាំងពីដើមមកក្រោយពេលជាពិសេសបងប្អូនមើលស្រុកយើងណាក្រោយពេលប៉ុលពតធ្លាក់ភ្លាមនឹងឯងអ្នកណាគេចូលជប៉ុនចូលមានតែជប៉ុនទេចូលជួយខ្មែរតាំងពីមកនៅពេលដែលខ្មែរវេទនាអត់ស៊ីអត់បាយអត់គ្រាអីហ្នឹងគឺក្រោយពេលកងទ័ពយួនចូលហើយហ្នឹងមានតែជប៉ុនទេដែលចូលហើយដូចជាប្រទេសណាទៀតអ៊ំផ្លេចទៅហើយគ្រាន់តែអាហ្នឹងគឺជប៉ុនអញ្ចឹងគួរឲ្យសរសើរគាត់អញ្ចឹងក៏ប៉ុន្តែដល់ពេលនាយករដ្ឋមន្ត្រីស្នេហ៍អ៊ំហៅថាអញ្ចឹងនាយករដ្ឋមន្ត្រីស្នេហ៍សានេបែបគេហៅសានេតាកាជីនាយករដ្ឋមន្ត្រីហ្នឹងដែលអ៊ំសរសើរគាត់នឹងឯងមែនតែនមកគឺថាស្រឡាញ់នយោបាយរបស់គាត់ខ្លាំងណាស់ហើយគាត់នឹងគិតថាស្រឡាញ់នយោបាយរបស់ច្រំខ្លាំងណាស់ហ្នឹង
គាត់ថ្លែងនៅសេតវិមានគេថាគាត់ថ្លែងនៅសេតវិមានប្រានាយករដ្ឋមន្ត្រីតាកាសិស្នេហ្នឹងគាត់ថាមានតែប្រធានាធិបតីឆ្លំទេដែលអាចសម្រេចជោគជ័យក្នុងការធ្វើឲ្យពិភពលោកមានសន្តិភាពនៅលើโลกយើងនេះមកមកស្ដាប់មើលសម្ដីណាគាត់ថាមានតែឆ្លំទេដែលជាប្រធានាធិបតីដែលអាចសម្រេចជោគជ័យបានក្នុងការធ្វើឲ្យពិភពលោកមានសន្តិភាពហើយគាត់បានបន្ថែមថាអ៊ីរ៉ង់ដែលខំប្រឹងអភិវឌ្ឍឆ្ពោះទៅរកអាវុធបរិមាណូនឹងគឺត្រូវតែបញ្ចប់មិនអាចអនុញ្ញាតឲ្យបានទេការដែលមហិច្ឆតារបស់អ៊ីរ៉ង់ដែលឆ្ពោះទៅកាន់អាវុធបរិមាណូឆ្ពោះទៅកាន់ការអភិវឌ្ឍអាវុធបរិមាណូនឹងគឺជាហេតុការណ៍ដែលបានបណ្ដាលឲ្យពិភពលោកដែលយើងឃើញសពថ្ងៃនេះដែលហេតុការណ៍ច្បូកច្បល់នឹងដែលប៉ះពាល់ទៅនឹងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូលដែលកំពុងតែកើតឡើងនេះហើយខាងផ្លូវការទូតរបស់ជប៉ុនមែនតែនខាងផ្លូវការទូតរបស់ជប៉ុនខ្លួនឯងនេះក៏បានធ្វើការស្នើទៅឬក៏ជូនដំណឹងស្នើទៅរដ្ឋាភិបាលរបស់អ៊ីរ៉ង់នឹងគឺអំពាវនាវទៅរដ្ឋាភិបាលអ៊ីរ៉ង់ដោយខ្លួនផ្ទាល់នឹងឲ្យឈប់ការវាយប្រហារទៅលើរចនាសម្ព័ន្ធធម្មពលដែលមិញហ្នឹងឯងនិយាយហ្នឹងគឺថាអ៊ីរ៉ង់ដែលវាយប្រហារទៅលើអ៊ីរ៉ង់ទៅលើកាតាហ្នឹងណារចនាសម្ព័ន្ធប្រេងឥន្ធនៈនៅកាតាយើងនិយាយឲ្យស្រួលស្ដាប់ចេះណាអាហ្នឹងឃើញទេបងប្អូនឃើញទេអស្ចារ្យនៅត្រង់ថាសេចក្តីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីតាកាឈីសេណេតាកាឈីនឹងឯងគាត់ហ៊ានមែនតើបងប្អូនមើលគាត់ឡើងមកភ្លាមណាគាត់ថ្លែងថាបើសិនជាចិនវាយតៃវ៉ាន់កងទ័ពជប៉ុនក៏នឹងរៀបចំដើម្បីក្នុងន័យថាយើងអត់មានពង្រើកតាយទេចិនខឹងជប៉ុននោះសែនខឹងប៉ុន្តែឲ្យគាត់សុំទោសគាត់អត់សុំទោសគាត់ធ្វើមិនដឹងណែឃើញច្រំទេនេះច្រំទី2ណាច្រំទី3ច្រំស្ត្រីអមហៅថាអញ្ចឹងទៅចោះហើយក្នុងរឿងនេះគាត់ថ្កោលទោសអ៊ីរ៉ង់ដោយចេញមុខអញ្ចឹងដែលជប៉ុនអត់សូវដែលធ្វើទេកម្រណាចេញអញ្ចឹងហើយជាការពិតទៅទៀតថាអំពើរបស់អ៊ីរ៉ង់នឹងទេមហិច្ឆតារបស់ខ្លួននឹងទេដែលបណ្ដាលឲ្យមានរឿងចលាចលពេញពិភពលោកដល់សប្តាហ៍ថ្ងៃនេះគឺអ៊ីរ៉ង់ចំណុចហ្នឹងចំណុចមួយទៀតដែលចង់បង្ហាញហ្នឹងក្រោយពីនឹងទៅស្រាប់តែក្រសួងស្អីអ៊ីរ៉ង់ភ្លេចទៅហើយទេខ្វះខាតច្រើនណាសំទោសគ្រាន់តែដឹងថាជាផ្លូវការរបស់ប្រទេសអ៊ីរ៉ង់ហ្នឹងបានចេញពន្លឺថាតើទៅនឹងយើងសុំឲ្យពពួកប្រទេសដែលដឹកប្រេងឆ្លងកាត់តាមច្រកហូមូតហ្នឹងបងពុនហើយអត់មានឲ្យទៅទេទៀតទេត្រូវបងពុនហើយក្នុងន័យអញ្ចឹងអាហ្នឹងគេឲ្យចោលសមុទ្រណាបងប្អូននឹងអញ្ចឹងអានេះបង្ហាញថាម៉េចបងប្អូនហ្នឹងបង្ហាញថាឥឡូវនេះសម្ព័ន្ធដែលការពារច្រកឈូងសមុទ្រនឹងច្រកឈូងឆកហឺម៉ូតឲ្យប្រេងអ្នកឆ្លងកាត់ហ្នឹងគឺអ៊ីរ៉ង់ដឹងថាអត់បានទេពិភពលោកទាំងពិភពលោកខាង NATO ជាពិសេសខាង NATO ខាងជប៉ុនអីហ្នឹងគេថាគេនាំគ្នាស្រាប់ថាត្រូវតែបើកហ្នឹងអ៊ីរ៉ង់ក៏ចាប់ផ្ដើមដឹងថាប្រហែលជាទប់អត់បានទេបើអញ្ចឹងគាត់និយាយថាបើអញ្ចឹងនឹងតើកប៉ាល់អស់ហ្នឹងទៅលបងលុយអាហ្នឹងសម្រួលហើយបងមើលឃើញសម្រួលអាហ្នឹងមួយអាហ្នឹងតំណឹងល្អថាហ្នឹងតំណឹងល្អនៅត្រង់ថាបងប្អូនដែលភ័យចរាចរណ៍រឿងប្រេងស្រាំងខ្លាយងាប់រស់នោះជឿថាធូរហើយមួយទៀតស្អីទៅហើយទេព្រះម្ចាស់ស្អីហើយមួយទៀតទេអាហ្នឹងនេះ